มជំរាបសួរនិងសូមសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់វត្តកោះអណ្ដែតហើយមកថតនៅសកម្មភាពដូចជាការរៀបចំត្រៀមនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅថ្ងៃខាងមុខបងប្អូនទាំងអស់គ្នាហើយនៅវត្តកោះអណ្ដែតបានត្រៀមរៀបចំនៅខ្លងទ្វារសង្ក្រាន្តរបស់យើងគឺស្អាតមែនទែនបងប្អូនសង្ក្រាន្តឆ្នាំថ្មីនៅវត្តកោះអណ្ដែតយើងរៀបចំហើយបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាតំបន់ត្រជាក់ដែលត្រៀមចាំបងប្អូនទាំងអស់គ្នាមកលេងកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំថ្មីត្រៀមណាបងប្អូនទាំងអស់គ្នាទីកន្លែងនេះលបងប្រជាអធិការបានរៀបចំជារូបបេះដូងយ៉ាងស្អាតបងប្អូនទាំងអស់គ្នាទុកសម្រាប់បងប្អូនដែលមកលេងសង្ក្រាន្តក៏ដូចជាមកលេងវត្តថតរូបលេងស្អាតទាំងអស់គ្នាបងប្អូនកន្លែងនេះបើពេលយប់វិញគឺស្អាតមែនទែនដោយសារមានភ្លើងពណ៌ចម្រុះពណ៌តាំងភ្លឹបភ្លេតនៅកន្លែងនេះបងប្អូនស្អាតមែនទែនកន្លែងហ្នឹងណាអញ្ចឹងកុំភ្លេចមកចូលរួមថ្ងៃបុណ្យចូលឆ្នាំថ្មីក៏ដូចជាមកចូលរួមថ្ងៃសង្ក្រាន្តទាំងអស់គ្នាបងប្អូនកុំភ្លេចណាបងប្អូនទាំងអស់គ្នាមកចូលរួមលេងសង្ក្រាន្តនៅវត្តកោះអណ្ដែតយើងឲ្យបានច្រើនកកត្រៀមសម្រាប់ជួបជុំគ្នានៅថ្ងៃចូលឆ្នាំថ្មីត្រៀមរួចអស់ហើយទីលានក៏ស្អាតកន្លែងអីក៏ស្អាតធំទូលាយដែរបងប្អូនទាំងអស់គ្នា